សួស្តីបងប្អូនទាំងអស់គ្នាក្នុងវីដេអូនេះយើងនឹងសិក្សាពីឃ្លាមួយចំនួនដែលយើងប្រើប្រាស់នៅពេលព្រឹកទី1 wake up ប្រែថាភ្ញាក់ពីដំណេកឧទាហរណ៍ I wake up before my mother ខ្ញុំក្រោកពីដំណេកមុនម្ដាយរបស់ខ្ញុំទី2 get up ប្រែថាក្រោកចេញពីដំណេកឧទាហរណ៍ My mother gets up at 7:30 ម្ដាយរបស់ខ្ញុំក្រោកភ្ញាក់ចេញពីដំណេកនៅម៉ោង 7:30 នាទីទី3 make the bed មានន័យថារៀបចំកន្លែងគេងហើយបន្ទាប់ពីយើងគេងយើងរៀបចំកន្លែងដែលយើងគេងបត់ពុកបត់ភួយបត់ខ្នើយអីចឹងទៅឧទាហរណ៍ I make the bed in my bedroom ខ្ញុំរៀបចំកន្លែងគេងនៅក្នុងបន្ទប់គេងរបស់ខ្ញុំទី4 brush teeth ប្រែថាដុសធ្មេញ I brush teeth in the bathroom ខ្ញុំដុសធ្មេញនៅក្នុងបន្ទប់ទឹកទី5 eat breakfast ញ៉ាំអាហារពេលព្រឹកឧទាហរណ៍ I eat breakfast with my family ខ្ញុំញ៉ាំឬក៏ទទួលទានអាហារពេលព្រឹកជាមួយនឹងក្រុមគ្រួសាររបស់ខ្ញុំ